សម្រាប់បងប្អូនដែលចង់បានស្បែកសស្អាតតាមបែបធម្មជាតិរបស់បងប្អូនធ្វើស្បែករបស់យើងសស្អាតពីខាងក្នុងមកលើបងប្អូនអាចមើលពីរូបមន្តសម្រាប់ធ្វើទឹកល្មៀតដងក្អមបានណាបងប្អូនរូបមន្តបុរាណយើងគ្រឿងផ្សំរបស់យើងមានតែមើមរមៀនយកក្បាលរមៀតបងប្អូនល្អសម្រាប់ជួយថែរក្សាសម្រស់របស់យើងបងប្អូនវាមានគុណភាពខ្ពស់យើងមានក្បាលរមៀតរបស់យើងប្រហែលជា3គឺហើយយើងយកទៅចិតសម្បកឲ្យស្អាតយើងលាងទឹកឲ្យពី3ទឹកទៅបងប្អូនដើម្បីឲ្យរមៀតរបស់យើងវាជ្រះជាប់បន្តិចហើយវាស្អាតល្អរូបមន្តនេះយើងធ្វើញ៉ាំជាប្រចាំថ្ងៃបងប្អូនដូចហើយយើងយកក្បាលរមៀតរបស់យើងហ្នឹងយើងលាងទឹកស្អាតល្អហើយយើងហាន់វាស្រាងល្អទៅដើម្បីយើងងាយស្រួលក្នុងការក្លុកវាឲ្យវាឆាប់ម៉ត់ណាបងប្អូនឥឡូវក្បាលរមៀតរបស់ខ្ញុំបានចិត្តរួចហើយបងប្អូនឥឡូវយើងទុកម្ដុំសិនហើយយើងមកមើលគ្រឿងផ្សំយើងទី2គឺមានដូងក្អមបងប្អូនអត់មានដូងក្អមបងប្អូនដាក់ដូងធម្មតាក៏បានបងប្អូនតែយើងមានដូងក្អមយើងដាក់ដូងក្អមទៅវាឈ្ងុយល្អណាស់បងប្អូនតែមកយើងដាំទឹកក្តៅរបស់យើងឲ្យពុះបន្តិចរួចហើយយើងយករមៀតដែលយើងបានចិត្តរួចហើយហ្នឹងយើងយកទៅដាក់ស្រុះវាមកភ្លុកទៅបងប្អូនបីកុំឲ្យវាមានក្លិនពុលខ្លាំងពេកណាបងប្អូនបន្ទាប់យើងបានស្រុះរមៀតរបស់យើងរួចហើយយើងយកវាដាក់កិនមកបងប្អូនយើងយកវាយកដាក់ក្នុងម៉ាស៊ីនក្លុកទៅហើយបងប្អូនចាក់ជាមួយនឹងទឹកដូងរបស់យើងចូលជាមួយនឹងរមៀតរបស់យើងទៅបងប្អូនដើម្បីយើងក្លុកទៅវាឆាប់ម៉ត់ណាបងប្អូនហើយបន្ទាប់ពីយើងក្លុកមើលរមៀតរបស់យើងរួចហើយយើងយកមកដាក់ច្រោះមកបងប្អូនយើងមានជាកត្រងអីមួយទៅឬក៏ស្បែកក៏បានបងប្អូនយើងយកមកច្រោះវាយកទឹកទៅបងប្អូនយើងច្រោះពូតវាធ្វើមិនឲ្យអស់ទឹកក្បាលរមៀតរបស់យើងបន្ទាប់ពីយើងកិនមើលរមៀតរបស់យើងច្រោះយកទឹករួចហើយយើងមកកិនសាច់ដូងរបស់យើងម្ដងបងប្អូនដូងរបស់យើងយកទាំងទឹកយកទាំងកាបងប្អូនយើងកិនកាដូងរបស់យើងឲ្យម៉ត់ល្អទៅរួចហើយយើងយកទៅចាក់ចូលទៅក្នុងទឹកល្មៀតដែលយើងមុនហ្នឹងបងប្អូនយើងចាក់ចូលគ្នាទៅពេលដែលយើងដាក់សាច់ដូងកិនចូលអញ្ចឹងពេលដែលយើងស្ងោរវាឆ្អិនទៅវាធ្វើឲ្យលបាយរបស់យើងហ្នឹងវារៀងខាប់ល្អបើមិនជាយើងយកទឹកដូងអត់យកសាច់ដូងលបាយរបស់យើងស្ងោរទៅអត់ខាប់ល្អទេបងប្អូនរួចហើយយើងយកទឹករមៀតរបស់យើងយកមកដាំនៅលើភ្លើងបងប្អូនយើងរងាស់វារៀងយូរដែរបងប្អូនសម្រាប់ខ្ញុំទិញរងាស់វាចោលជិត1ម៉ោងរួចខ្ញុំបើកភ្លើងតិចចឹងណាដើម្បីកុំឲ្យវាខ្លោចហើយយើងឧស្សាហ៍កូរវាយើងកូររងាស់វាលើភ្លើងនឹងឲ្យយូរទៅបងប្អូនយើងបើកភ្លើងមកល្មមទៅពេលដែលវាជិតកូរល្អចឹងណាបងប្អូនហើយពេលដែលរមៀតរបស់យើងរៀងកូរល្អហើយរៀងខាប់ហើយវាជាមួយនឹងទឹកឃ្មុំចំនួន1វែកទៀតទៅបងប្អូនយើងចាក់ទឹកឃ្មុំចូលជាមួយនឹងល្បាយរបស់យើងហ្នឹងយើងកូរវាបន្តយើងរងាស់វារៀងខាប់ល្អបានយើងទុកបានយូរព្រោះយើងធ្វើទុកញ៉ាំខ្លួនឯងអញ្ចឹងយើងចង់រក្សាគុណភាពឲ្យបានយូរយើងកូរវាឲ្យដាច់ទឹកបងប្អូនយើងអាចរក្សាទុកនៅក្នុងទូទឹកកកត្រជាក់បានណាបងប្អូនយើងអាចទុកញ៉ាំបានពី1សប្តាហ៍ទៅដល់1ខែបងប្អូនអាស្រ័យលើយើងដាក់ក្លាសេបានល្អឬមិនបានល្អណាបងប្អូនចំណែកមកដល់ឃើញវីដេអូកន្លែងនេះវិញបងប្អូនហើយវិញខុសត្រូវញ៉ាំញ័រតិចអីតិចចឹងណាបងប្អូនណាមួយដៃកាន់កែវសម្រាប់ច្រកណាមួយដៃកាន់វែកដួងមកចឹងបងប្អូនឲ្យមកកៅយើងវារៀងតូចទេបងប្អូនឃើញវីដេអូនេះហើយគួរចាំសាច់ខ្លួនឯងតិចចឹងណាបងប្អូនហើយរបៀបញ៉ាំវិញបងប្អូននិយាយទេយើងមានទឹកដោះគោឆៅរបស់យើងមកទឹកដោះគោស្រស់កំប៉ុងចេះក៏បានដែរណាបងប្អូនមកអីប្រេនអីក៏បានឲ្យតែបងប្អូនងាយស្រួលក្នុងការរត់ទិញណាបងប្អូនយើងចាក់ទឹកដោះគោរបស់យើងដាក់កែវមករួចហើយបងប្អូនដួសទឹករមៀតដូងក្អមរបស់យើងហ្នឹងដែលយើងធ្វើពីមុនហ្នឹងយើងយកមកដាក់ចូលទៅក្នុងទឹកដោះគោរបស់យើងមកបងប្អូនចូលចិត្តញ៉ាំរៀងល្វីងបងប្អូនដាក់ឲ្យច្រើនបន្តិចទៅបងប្អូនអត់សូវចេះញ៉ាំល្វីងខ្លាំងបងប្អូនដាក់មកល្មមសំរុំដែលយើងញ៉ាំបានទៅបងប្អូនហើយរបៀបញ៉ាំវិញបងប្អូនអាចញ៉ាំក្នុងមួយថ្ងៃបានតែមួយតាវទេណាបងប្អូនញ៉ាំបានតែមួយថ្ងៃម្ដងទេបងប្អូនកុំចង់ស្អាតលឿនតំណាពេកព្រោះអីយើងដាក់ដូងអញ្ចឹងពេលយើងញ៉ាំច្រើនទៅធ្វើឲ្យយើងក្តៅបងប្អូនតែយើងក្តៅកឬមួយក៏ក្តៅក្នុងខ្លួនយើងបងប្អូនអញ្ចឹងយើងញ៉ាំតែមួយថ្ងៃមួយកែវអីទៅបានទេបងប្អូនអាចញ៉ាំជាប្រចាំថ្ងៃបានណាបងប្អូនហើយយើងញ៉ាំចំនួនតិចល្មមទៅបានហើយកុំញ៉ាំច្រើនពេកប្រចាំអត់ស្រួលក្នុងខ្លួនណាបងប្អូនហើយទឹករមៀតដូងក្អមរបស់យើងនេះល្អណាស់បងប្អូនមានប្រសិទ្ធភាពខ្ពស់មែនទែនយើងញ៉ាំជាប្រចាំថ្ងៃប្រហែលជា1ខែទៅ2ខែទៅបងប្អូននឹងទទួលបានលទ្ធផលពិតៗបងប្អូនដែលយើងនឹកស្មានមិនដល់ណាជួយជំនួយដល់ស្បែករបស់យើងធ្វើឲ្យស្បែករបស់យើងសភ្លឺថ្លាពីខាងក្នុងហើយធ្វើឲ្យសាច់របស់យើងចាំមកបងប្អូនអត់ងាយចាស់ទៅណាទេបងប្អូននៅតែស្រស់ហើយគុំប្រយោជន៍របស់វាមួយទៀតសម្រាប់បងប្អូននារីដែលមករដូវអត់ទៀងទាត់មានបញ្ហារាំងរដូវអីបងប្អូនអាចញ៉ាំទឹករមៀតដូងក្អមរបស់យើងនេះក៏មានប្រសិទ្ធភាពដែរបងប្អូនវាជួយឲ្យរដូវរបស់យើងដើរមកស្រួលហើយគុណប្រយោជន៍មួយទៀតសម្រាប់បងប្អូនដែលសម្រានអត់សូវញ៉ាំទឹករមៀតដូងក្អមនេះហើយនឹងធ្វើឲ្យបងប្អូនកេងលក់ស្រួល